នាងនេះគឺជានិស្សិតឆ្នាំទី3ដែលទើបតែនឹងជួបផ្ទះនៅក្នុងផ្ទះចាស់មួយដែលស្ថិតនៅឯក្បែរផ្សារធំអ្នកស្រុកគេតែងតែថាផ្ទះនោះធ្លាប់ជាកន្លែងចាក់សាក់ហើយម្ចាស់ហាងនៅទីនោះបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពី10ឆ្នាំមុននាងមិនបានជឿទៅលើរឿងអបិយជំនឿនោះទេរហូតដល់យប់ថ្ងៃទី3នាងបានទៅស្នាក់នៅក្នុងផ្ទះនោះនៅវេលាម៉ោង2រំលងអធ្រាត្រនាងបានភ្ញាក់ឡើងដោយសារតែសំឡេងជើងទម្លាក់ច្រវាក់ថុកថុកថុកវាដូចជាស្បែកជើងកាយចាស់ដែលកំពុងដើរលើកម្រាលឈើសំឡេងនោះចេញពីបន្ទប់នៅខាងលើតែនាងបានដឹងច្បាស់ថាបន្ទប់នៅខាងលើមិនមាននរណាម្នាក់នៅនោះទេនៅយប់បន្ទាប់សំឡេងកាន់តែខ្លាំងទៅហើយវាបានដើរចូលមកជិតបន្ទប់របស់នាងបានកលែងមើលទៅតាមរន្ធសោហើយមីងបានប្រាប់ថាបន្ទប់ដែលឯងកំពុងតែជួលវាគឺជាបន្ទប់ចាក់សាក់របស់ម្ចាស់ហាងចាស់ហើយនាងបានស្លាប់នៅលើកៅអីជើងរបស់នាងបានបាក់តែនាងនៅតែដើររកកន្ត្រៃនៅយប់នោះនាងនេះបានសម្រេចចិត្តថតសម្លេងតាមទូរស័ព្ទនៅពេលថតរួចនាងបានពន្លឺសម្លេងស្ដាប់ក្រៅពីសម្លេងជើងនាងបានលើសម្លេងខ្សឹបប្រាប់យ៉ាងតិចថាកន្ត្រៃខ្ញុំនៅឯណានាងបានស្ទុះរត់ចេញពីក្រៅផ្ទះទាំងកណ្ដាលអធ្រាត្រហើយមិនដែលវិលត្រឡប់មកទីនោះវិញនោះឡើយរហូតដល់សព្វថ្ងៃផ្ទះជួលនោះនៅតែឮសំឡេងជើងដើររកកន្ត្រៃនៅក្នុងបន្ទប់លេខ4នៅ3ខែក្រោយមកនាងនេះនៅតែភ័យរន្ធត់ជារៀងរាល់ពេលយប់នាងបានប្រាប់រឿងរ៉ាវទាំងនោះទៅកាន់មិត្តភក្តិជាច្រើនរបស់នាងពួកគេបានសើចដាក់ទៅកាន់នាងមានតែនារីម្នាក់ដែលមានឈ្មោះថានារីដែលគេចូលចិត្តស្ដាប់នៅរឿងអបិយជំនឿបានសុំច្បាប់នៅសំឡេងថតនោះយកទៅស្ដាប់នៅពីថ្ងៃក្រោយមកនារីបានទូរស័ព្ទដល់រញាក់រញ័រហើយនាងបាននិយាយថានេះបងថតសំឡេងនោះឯកាទុកមែនទេវាគឺជាសំឡេងគួរឲ្យខ្លាចណាស់ប្អូនយកទៅឲ្យពូដែលធ្លាប់ជាប៉ូលីសស្ដាប់គាត់បាននិយាយថាគាត់បានឮសំឡេងដូចជាមនុស្សស្រីកំពុងតែយំហើយមានសំឡេងកន្ត្រៃកាត់អ្វីមួយនាងនេះបានរន្ធត់ហើយឡើងព្រមនាងបានសម្រេចចិត្តធ្វើត្រឡប់ទៅកាន់ផ្ទះចាស់នោះវិញនៅពេលថ្ងៃអមដំណើរជាមួយនឹងនារីនិងជាមួយនឹងពូសីហាដែលជាអតីតប៉ូលីសនៅពេលទៅដល់ផ្ទះនោះទទេទាំងអស់រួមម្ចាស់ផ្ទះមិនហ៊ានជួបបន្តពួកគេបានដើរចូលទៅក្នុងបន្ទប់លេខ4ពូសីហាក៏បានដើរមើលនៅជុំវិញនោះយ៉ាងប្រុងប្រយ័ត្នរួចគាត់បានឈប់នៅមុខជញ្ជាំងមួយមានក្លិនអ្វីមួយគាត់បាននិយាយនារីបានហិតក្លិនតាមនោះវាគឺជាក្លិនសាប៊ូចាស់និងក្លិនឈាមក្រៀមពូសីហាបានយកញញួរមួយមកចោះស្ដាប់សំឡេងបានឮសូរក្រិកក្រក់បានបញ្ជាក់ថានៅក្នុងនោះមានប្រហោងគាត់បានវាយជញ្ជាំងទម្លុះដោយញញួរនៅពីខាងក្រោយស្ទាប់ជញ្ជាំងដ៏ស្តើងនោះពួកគេបានឃើញប្រអប់ឈើចាស់មួយដែលគ្របដណ្ដប់ដោយធូលីនិងសរសៃសក់ស្ងួតនៅពេលដែលបានបើកប្រអប់នោះកន្ត្រៃច្រេះមួយគូបានប្រឡាក់ទៅដោយឈាមពណ៌ត្នោតចាស់នៅក្រោមកន្ត្រៃនោះមានរូបថតរបស់ស្ត្រីម្នាក់បានស្លៀកសម្លៀកបំពាក់ពណ៌សកំពុងតែញញឹមកាន់កន្ត្រៃដូចគ្នានោះនៅខាងក្រៅរូបថតនោះបានសរសេរថាហាងកាត់សក់សុខា2013នៅរំពេចនោះភ្លើងនៅក្នុងបន្ទប់ក៏បានរលត់អស់សំឡេងជើងក៏ចាប់ផ្ដើមដើរថកនៅជុំវិញពួកគេកាន់តែខ្លាំងឡើងហើយកាន់តែលឿននារីបានស្រែកឡើងនៅពេលដែលមានអ្វីមួយកំពុងតែទាញសក់របស់នាង
ពូត្រីហាបានស្រែកថាយកកន្ត្រៃទៅដាក់នៅកន្លែងដើមវិញទៅនាងរកកន្ត្រៃនោះហើយនាងនេះបានរត់ទៅបិទប្រអប់ប៉ុន្តែគម្របនោះបិទមិនជិតទាល់តែសោះនាងបានកលែកមើលទៅកាន់ស្ត្រីម្នាក់នោះដែលកំពុងតែឈរនៅក្រោមពន្លឺភ្លើងព្រះច័ន្ទដៃរបស់នាងកាន់កន្ត្រៃប៉ុន្តែដៃរបស់នាងគ្មានសាច់មានតែឆ្អឹងដែលមានពណ៌ស្មៅស្ត្រីខ្មោចនោះបានដើរមកជិតហើយសម្លឹងមើលទៅកាន់នាងនេះដោយគ្មានប្រស័យភ្នែកគ្មានត្របកភ្នែកបបោមាត់របស់នាងពោពេញទៅដោយឈាមប៉ុន្តែនាងនៅតែញញឹមអរគុណដែលបានជួយរកកន្ត្រៃឲ្យមកខ្ញុំសម្លេងនោះទាំងគ្រោកគ្រាតដូចជាខ្យល់បក់ទៅតាមស្លឹកឈើងាប់ឥឡូវនេះមើលកាសក់ឲ្យខ្ញុំបន្តិចមកខ្ញុំស្អប់សក់វែងខ្លាំងណាស់នាងនេះបានដួលសន្លប់នៅពេលដែលនាងភ្ញាក់ឡើងនៅពេលព្រឹកថ្ងៃបន្ទាប់នាងបានដេកនៅក្រោមផ្ទះនោះនៅក្រោមដើមឈើនារីនិងពូសីហាក៏បានដេកនៅក្បែរនោះផងដែរកន្ត្រៃនិងប្រអប់ឈើក៏បានបាត់ទៅវិញប៉ុន្តែនៅលើកំតាអិតក្បែរទ្វារបន្ទប់លេខ4នោះមានសក់ខ្មៅដ៏ស្រស់ស្អាតមួយបាច់ដែលបានដាក់រំរៀបគ្នាជារង្វង់នៅកណ្ដាលរង្វង់សក់នោះមានកំណត់ហេតុមួយដែលបានសរសេរដោយចាក់ថ្នាំពណ៌ក្រហមស្រស់ខ្ញុំបានកាត់សក់ខ្លួនឯងហើយឥឡូវនេះខ្ញុំអាចកើតទៅជាថ្មីបានហើយសូមអរគុណតាំងពីថ្ងៃនោះមកមាននរណាម្នាក់បានឮសូរសំឡេងជើងដើរនៅបន្ទប់លេខ4ទៀតនោះឡើយក៏ប៉ុន្តែអ្នកស្រុកចាស់នៅតែឃើញស្រមោលស្ត្រីម្នាក់សក់ខ្លីកំពុងតែអង្គុយបេះផ្កាឈូកនៅឯក្បែរផ្សារធំដែលបានឆ្លងកាត់នៅទីនោះជាពិសេសអ្នកដែលមានសក់វែងស្រស់ស្អាតនាងតែងតែសម្លឹងមើលដោយមិនដែលសរសៃភ្នែកហើយនាងបានញញឹមកាន់ពួកគេពីខុសខើតាំងពីពេលនោះមកបន្ទប់លេខ4ដែលជាបន្ទប់ជួលនៅក្បែរផ្សារធំនោះមិនមានអ្នកណាម្នាក់ហ៊ានទៅក្បែរវានោះទេហើយខ្មោចស្ត្រីនោះទោះបីជានាងបានរកឃើញកន្ត្រៃរបស់នាងក៏ដោយតែនាងនៅតែអង្គុយរង់ចាំនៅទីនោះសម្លឹងមើលទៅកាន់អ្នកណាដែលមានសក់វែងស្រស់ស្អាតដែលបានឆ្លងកាត់នៅទីនោះជាពិសេសនៅពេលយប់កណ្ដាលត្រៀតហើយនាងតែងតែញញឹមដាក់ពួកគេដែលមើលទៅវាគួរឲ្យខ្លាច